ជំរាបសួរនិងសួស្តីអ្នកទាំងអស់គ្នានេះគឺជាជំវិញ podcast បើសិនជាអ្នកទាំងអស់គ្នាធ្វើការយូរហើយប៉ុន្តែហាក់បីដូចជាអត់មានសល់អីគេសោះនៅក្នុងខ្លួនវីដេអូនេះគឺសម្រាប់អ្នកទាំងអស់គ្នាមែនតើខ្ញុំគិតថាមនុស្សយើងម្នាក់បន្ទាប់ពីយើងរៀនចប់យើងតែងតែរំពឹងថាគឺយើងនឹងទទួលបានការងារមួយដែលល្អប្រាក់ចំណូលមួយដែលសមរម្យហើយក្រៅពីនេះគឺយើងតែងតែរំពឹងថាយើងចង់បានផ្ទះនៅដោយខ្លួនឯងយើងចង់មានឡានជិះយើងចង់មាននូវសោះសម្ភារៈផ្សេងមួយចំនួនទៀតសម្រាប់ខ្លួនឯងការគិតបែបនេះគឺពិតជាល្អហើយវាពិតជាងាយស្រួលនៅក្នុងការគិតសម្រាប់ខ្ញុំពីក្មេងគឺវាពិតជាស្រស់ស្អាតមែនតើនៅក្នុងការគិតបែបនេះប៉ុន្តែនៅពេលដែលខ្ញុំចាប់ផ្ដើមមកធ្វើការជាក់ស្ដែងបានខ្ញុំដឹងថាអ្វីដែលខ្ញុំចង់បានគឺវាអត់ស្រួលដូចការគិតទេហើយជាក់ស្ដែងនៅពេលដែលខ្ញុំនៅពីក្មេងខ្ញុំតែងតែគិតថាខ្ញុំចេញធ្វើការខ្ញុំចាប់ផ្ដើមមានប្រាក់ចំណូលរបស់ទាំងអស់ហ្នឹងគឺវាងាយស្រួលនៅក្នុងការទៅយកឧទាហរណ៍ដូចឡានឬក៏ផ្ទះអីជាដើមតែក្តីសម័យវាគ្រាន់តែជាក្តីសម័យទេការរំពឹងទុកគ្រាន់តែជាការរំពឹងទុកទេអ្វីដែលជាក់ស្ដែងវាអត់ស្រួលដោយការគិតរបស់យើងទេហើយទាំងអស់ហ្នឹងឯងគឺខ្ញុំតែងតែរស់នៅក្នុងសម្ពាធជារឿយមកពេលខ្លះខ្ញុំតែងតែប្រៀបធៀបខ្លួនឯងជាមួយនឹងអ្នកដទៃហេតុអីបានជីវិតរបស់គេកើតមកគេអត់ចាំបាច់ត្រូវមកផឹងប្រែងឬក៏ពិបាកទេគេមានអ្វីគ្រប់យ៉ាងសឹងតែទាំងអស់ហើយឧទាហរណ៍គេមានផ្ទះស្រាប់គេមានម៉ាក់ប៉ាជួយទំនប់បំរុងគេមានឡានជិះស្រាប់របស់ខ្លះគេចង់បានគេអត់ចាំបាច់ត្រូវផឹងមិនសាមលុយដូចយើងទិញទេឧទាហរណ៍ដូចទូរស័ព្ទមួយ 1000 2000គេចង់បានថ្ងៃនេះស្អែកឡើងគេទៅទិញបានទេប៉ុន្តែបើយើងវិញយើងត្រូវចាយត្បិតត្បៀបដើម្បីសំលុយទៅទិញរបស់របរទាំងអស់ហ្នឹងពេលខ្លះខ្ញុំរៀងតូចចិត្តដែរតែហេតុអីបានជីវិតរបស់ខ្ញុំកើតមកពិបាកម៉េះពេលខ្លះខ្ញុំលួចសម័យថាបើសិនជាខ្ញុំជាគេតែខ្ញុំសប្បាយចិត្តមិនទៅពេលដែលចង់បានអីមួយអត់ចាំបាច់ត្រូវផឹងប្រែងឬក៏អត់ចាំបាច់ត្រូវសំចៃទេនឹកឃើញថ្ងៃនេះទិញស្អែកឬក៏នឹកឃើញភ្លាមទៅទិញភ្លាមក៏បានដែរការគិតបែបហ្នឹងខ្ញុំពិតជាសប្បាយចិត្តដែរក្នុងមួយរយៈពេលខ្លីហ្នឹងប៉ុន្តែត្រឡប់មកវិញខ្ញុំតែងតែសួរខ្លួនឯងថាតើជីវិតដែលខ្ញុំកំពុងតែសម័យនេះវាអាចនឹងកើតឡើងដែរឬក៏អត់អញ្ចឹងជំរឿសគឺខ្ញុំមានតែមួយទេខ្ញុំត្រូវទទួលស្គាល់ថាជីវិតរបស់ខ្ញុំវាអត់ស្រួលអញ្ចឹងទេប៉ុន្តែត្រឡប់មកវិញខ្ញុំបានរៀននៅមេរៀនមួយសម្រាប់ជីវិតរបស់ខ្ញុំយើងអាចរើគ្រួសារដើម្បីទៅកើតនៅក្នុងគ្រួសារអ្នកមានឬក៏គ្រួសារអ្នកក្របានទេប៉ុន្តែខ្ញុំតែងតែរំលឹកខ្លួនឯងថាខ្ញុំកើតមកនៅក្នុងជីវភាពគ្រួសារដែលក្រីក្រខ្ញុំមិនអាចស្លាប់ទៅវិញក្នុងជីវភាពដែលក្រីក្រទេហើយអ្វីដែលខ្ញុំត្រូវធ្វើគឺខ្ញុំត្រូវហ៊ានទទួលស្គាល់ការពិតហើយខ្ញុំនឹងប្រឆាំងជាមួយនឹងវាសនារបស់ខ្ញុំតទៅមុខទៀតថ្ងៃនេះខ្ញុំអត់មានថ្ងៃស្អែកខ្ញុំប្រកាសជាមានវាហើយខ្ញុំនឹងខិតខំប្រឹងប្រែងគ្រប់កលៈទេសៈគ្រប់ឧបសគ្គទាំងអស់ដើម្បីជំនះជីវិតរបស់យើងកើតមកអត់ដូចគ្នាទេគ្រួសារគេកើតមកមានស្រាប់អញ្ចឹងគេអត់ចាំបាច់ត្រូវផឹងទេប៉ុន្តែសម្រាប់យើងបើសិនជាយើងកើតមកក្រហើយយើងអត់ខំប្រឹងប្រែងអញ្ចឹងជីវិតរបស់យើងនឹងស្លាប់ទៅជាមួយនឹងភាពក្ររបស់យើងវិញហើយអ្វីដែលខ្ញុំនិយាយខាងលើនេះគឺខ្ញុំចង់លើកទឹកចិត្តអ្នកទាំងអស់គ្នាឲ្យខិតខំប្រឹងប្រែងបន្តយើងអាចរស់នៅក្នុងក្តីសម័យរបស់យើងទេប៉ុន្តែយើងអាចធ្វើឲ្យក្តីសម័យរបស់យើងคล้ายទៅជាការពិតដោយការខិតខំប្រឹងប្រែងរបស់យើងកុំតូចចិត្តនឹងវាសនាខ្លួនឯងបើសិនជាយើងជាមនុស្សដែលចូលចិត្តតែប្រៀបធៀបជាមួយនឹងអ្នកដទៃខ្ញុំគិតថាបុគ្គលដែលពិបាកចិត្តខ្លាំងជាងគេគឺមានតែយើងទេព្រោះដោយសារអត់មានណាគេមកពិបាកចិត្តជំនួសយើងទេដូចជាក់ស្ដែងរាល់ថ្ងៃសួរថាតើអ្នកទាំងអស់គ្នាឬក៏ខ្ញុំនេះធ្វើការរាប់ខែរាប់ឆ្នាំហើយមាននៅសល់អីគេខ្លះអ្វីដែលយើងនៅសល់ប្រហែលជាផ្សេងគ្នាប៉ុន្តែទំនួលខុសត្រូវនិងបន្ទុករបស់យើងក៏ខុសគ្នាដែរខ្ញុំឧទាហរណ៍ថាបើសិនជាគេកើតមកនៅក្នុងគ្រួសារដែលរៀងសមរម្យអត់ខ្វះមុខអត់ខ្វះក្រោយអញ្ចឹងគេខិតខំប្រឹងប្រែងតែ3 4ឆ្នាំឬក៏5ឆ្នាំទៅឬក៏អាចនិយាយបានថាគេមានលំនឹងនៃចំណូលរបស់គេហើយគេអាចកសាងគ្រួសាររបស់គេបន្ថែមទៀតបានហើយឧទាហរណ៍គេចាប់ផ្ដើមទិញផ្ទះគេចាប់ផ្ដើមទិញឡានគេចាប់ផ្ដើមមានសម្ភារៈអីផ្សេងទៀតជីវិតរបស់គេក៏អាចប្រសើរជាងមុនដែរតែបើសិនបើយើងកើតមកនៅក្នុងគ្រួសារដែលរៀងក្រខ្សត់រៀងខ្វះខាតអញ្ចឹង3 4ឆ្នាំនេះយើងអាចរកចំណូលដែលរៀងថិតថេរបានហើយយើងអាចមើលថែខ្លួនឯងបានយើងអាចមើលថែក្រុមគ្រួសាររបស់យើងបានហើយប៉ុន្តែប្រហែលជាយើងមិនទាន់មានសមត្ថភាពនៅក្នុងការមករៀបចំអនាគតរបស់យើងឲ្យពេញលេញទេព្រោះដោយសារអីខ្ញុំគិតថានេះគឺជាជំរើសរបស់យើងដែរថាតើយើងសុខចិត្តលែងខ្វល់ពីគ្រួសាររបស់យើង
ហើយយើងមកខ្វល់ខ្វាយតែខ្លួនឯងឬក៏យើងតកងគ្រួសាររបស់យើងសម្រាប់ខ្ញុំប្រហែលឆ្នាំនេះទោះបីជាខ្ញុំអត់សល់អីប៉ុន្តែខ្ញុំនៅតែសប្បាយចិត្តហើយខ្ញុំនៅតែ appreciate នៅអីដែលខ្លួនឯងបានធ្វើកន្លងមកព្រោះបច្ចុប្បន្នខ្ញុំអាចមើលថែខ្លួនឯងបានខ្ញុំអាចមើលថែអ្នកផ្ទះរបស់ខ្ញុំបានការពិតទៅសួរថាតើខ្ញុំធ្លាប់អន់ចិត្តជាមួយនឹងវាសនាខ្លួនឯងអត់ Yes ពេលខ្លះខ្ញុំពិតជាអន់ចិត្តនិងតូចចិត្តមែនតើហេតុអីបានខ្ញុំកើតមកពិបាកម៉េះតែនៅក្នុងកំឡុងពេលហ្នឹងដែរខ្ញុំសួរខ្លួនឯងវិញបើសិនជាខ្ញុំពិបាកចិត្តតើខ្ញុំអាចធ្វើអីបានហើយមានណាគេមកពិបាកចិត្តជាមួយខ្ញុំហើយអ្វីដែលខ្ញុំអាចសិក្សាបានពីរឿងហ្នឹងគឺខ្ញុំត្រូវទទួលយកនៅការពិតទោះបីជាខ្ញុំអត់មានអីដូចគេប៉ុន្តែអ្វីដែលខ្ញុំអាចធ្វើបានគឺខ្ញុំមើលថែគ្រួសារខ្ញុំបានហើយនេះគឺជាសមិទ្ធផលធំបំផុតសម្រាប់ខ្ញុំដែលខ្ញុំគិតថាខ្ញុំពិតជាអស្ចារ្យព្រោះបើសិនជាខ្ញុំប្រៀបធៀបជាមួយនឹងអ្នកដទៃខ្ញុំអាចនិយាយបានថាខ្ញុំនៅបាតតារាងប៉ុន្តែបើសិនជាខ្ញុំប្រៀបធៀបជាមួយនឹងខ្លួនឯងកាលពី5-6ឆ្នាំមុនជីវភាពរបស់ខ្ញុំវាប្រសើរឡើងច្រើនមែនទែនទៅនៅក្នុងរឿងនេះគឺខ្ញុំចង់ឲ្យអ្នកទាំងអស់គ្នារៀនចេះកំណត់នៅការរំពឹងទុករបស់ខ្លួនឯងព្រោះបើសិនជាយើងរំពឹងទុកខ្ពស់ពេកមនុស្សដែលពិបាកចិត្តជាងគេគឺមានតែយើងឯងប៉ុន្តែបើសិនជាយើងចេះរំពឹងទុកនៅអ្វីដែលយើងគួរតែទទួលបានរួមផ្សំជាមួយនឹងកលៈទេសៈដែលយើងកំពុងតែប្រឈមមុខនេះយើងនឹងធូរស្បើយច្រើនមែនទែនការធ្វើបែបនេះមិនមែនបានន័យថាឲ្យអ្នកទាំងអស់គ្នាបោះចោលអ្វីទាំងអស់ឬក៏បោះចោលក្តីសម័យរបស់ខ្លួនឯងទេខ្ញុំគ្រាន់តែចង់ប្រាប់អ្នកទាំងអស់គ្នាថាក្នុងកំឡុងពេល3ឆ្នាំដែលគេខិតខំប្រឹងប្រែងនិង3ឆ្នាំឬក៏5ឆ្នាំដែលយើងខិតខំប្រឹងប្រែងនេះអត់ដូចគ្នាលទ្ធផលព្រោះដោយសារតែម្នាក់គាត់មានទំនួលខុសត្រូវរៀងខ្លួន3ឆ្នាំ5ឆ្នាំយើងឃើញថាគេសល់ឡានគេសល់ផ្ទះគេសល់ការងារគេសល់ប្រាក់ខែដែលល្អមិនប្រកាសថា4-5ឆ្នាំបន្តទៅមុខទៀតយើងអត់មានដូចគេគ្រាន់តែថាគេអត់មានបន្ទុកអញ្ចឹងគេអាចនឹងធូរស្រាលជាងយើងបន្តិចតែយើងមានបន្ទុកអញ្ចឹងយើងអាចនឹងខិតខំប្រឹងប្រែងជាងគេបន្តិចហើយយើងអាចដើរយឺតជាងគេបន្តិចតែទោះបីជាយ៉ាងណាក៏ដោយខ្ញុំអត់ដែរបោះបង់នៅក្តីសម័យរបស់ខ្ញុំដែលខ្ញុំចង់បានអីទាំងអស់ហ្នឹងទេអញ្ចឹងហើយវាជាកម្លាំងចិត្តដែលខ្ញុំនៅខិតខំប្រឹងប្រែងបន្តទៀតដើម្បីឈោងចាប់ក្តីសម័យរបស់ខ្ញុំជាពិសេសរបស់ដែលខ្ញុំចង់បាននៅពេលអនាគតជឿខ្ញុំទៅនៅពេលដែលអ្នកទាំងអស់គ្នាខិតខំប្រឹងប្រែងការខិតខំប្រឹងប្រែងរបស់យើងទាំងអស់គ្នាវាអត់ដែលក្បត់យើងទេថ្ងៃណាមួយវានឹងឲ្យផលមកយើងវិញដូចគ្នាអញ្ចឹងវីដេអូរបស់ខ្ញុំថ្ងៃនេះមានតែប៉ុណ្្នឹងទេអរគុណច្រើនសម្រាប់អ្នកទាំងអស់គ្នាក្នុងការចូលតាមដានទស្សនាហើយជួបគ្នានៅវីដេអូក្រោយ